ខ្ញុំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់ឥឡូវនេះងាកមកចាប់អារម្មណ៍ជាមួយនឹងព័ត៌មានថ្មីដឹងមូលហេតុនៃការស្លាប់របស់ក្មេងស្រីហើយបាទពុកម៉ែបងប្អូនចង់ជ្រាបច្បាស់នៅព័ត៌មានពិស្ដារយ៉ាងណាសូមតាមដានជាមួយនឹងខ្ញុំបាទសូមចុចសូមចូលរួមរំលែកទុកដល់បងអូនស្រីផងដឹងមូលហេតុការស្លាប់ដល់ក្មេងស្រីហើយសូមស្ដាប់នៅចម្លើយរបស់ជនដៃដល់ទីតាំងចាប់ក្មេងរៀននៅសាលាបណ្ឌុះខ្មែរស្ថិតនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសូមជួយចែករំលែកបន្តផងអរគុណបាទសូមបងប្អូនតាមដាននៅคลิปវីដេអូនៃរបស់ជនសង្ស័យដែលបានបកស្រាយដែលបានសារភាពហើយគូស្រីដែលមានតំណែងអីជាមួយយើងពីដើមមកស្គាល់ធម្មតាគេហៅបងស្គាល់តាំងពីពេលនៅភូមិគ្នានៅភូមិមួយគ្នាកាលក្មេងអាយុប្រហែលឆ្នាំក្មេងស្រីស្គាល់ក្មេងវារៀនទូដែរអាយុប្រហែល1ឆ្នាំ 6 ឆ្នាំហើយនៅយូរដែរហើយធ្លាប់មានការតំណែងស្និទ្ធស្នាលជាមួយវាកាលនៅភូមិមួយគ្នាក៏លេងជាមួយគ្នាធ្លាប់លេងធ្លាប់ពេលរៀនអមេរិកចឹងខ្ញុំជូនទៅមកពេលហើយជូនទៅលេងវត្តលេងហើយជូនទៅខ្ញុំញ៉ាំទៀតចុះពេលក្រោយពេលមូលហេតុបានអូនឯងចេញពីភូមិមកនៅនេះខ្ញុំមករៀនពេលរៀនស្លាប់ហើយមកចូលផ្ទះហើយប៉ាហើយក៏ได้ខ្ញុំចេញពីផ្ទះ3ដងតែខ្ញុំចេញហើយខ្ញុំមកត្រូវឲ្យជួយប្រពន្ធចំរត់ផងចុះពេលយើងចេញមកដំបូងយើងរស់នៅណាបាទមកដំបូងយើងរស់នៅណានៅរស់នៅជាមួយកន្លែងរៀនពេលនៅកន្លែងពេលរៀនពេលនៅណានៅសមាគមបាទហើយពេលយើងកាលយើងនៅរៀនយើងរៀននៅណារៀននៅវិទ្យាល័យទូរស័ព្ទរៀននៅវិទ្យាល័យទូរស័ព្ទចឹងក្រោយពេលឪពុកយើងបានដេញចេញពីផ្ទះយើងរៀនធ្លាក់មកយើងចាប់បានមានសង្សារនៅពេលណាមានតាំងនៅរៀនពេលមានតាំងនៅរៀនពេលចុះពេលនៅរៀនពេលហ្នឹងយើងបានមកស្នាក់នៅបន្ទប់នេះទេយើងទៅនៅណាខ្ញុំបន្ទប់នោះបន្ទប់ទៅនៅដែរទៅនៅបាទទៅចូលនៅបានថៃមួយខែជាងពេលយើងនៅជាមួយសង្សារយើងមានចំណិតយ៉ាងម៉េចបាទនៅមួយគ្នាស្ដារកាយធ្វើតែអារម្មណ៍បានបានក្រោយមកទៅមានចំណិតថាទៅចាប់មេបើសិនជាបើយើងអត់ដែរដឹងថាកូននឹងមកនៅឯណាខ្ញុំដឹងតាពុកម៉ែខ្ញុំស្និទ្ធបងបដាបងពុកម៉ែបងមួយណាឈ្មោះអីឈ្មោះវេហាពូវានឹងពូឬឈ្មោះវេហាបាទវេហាហើយយើងដែរទៅតំណែងអីជាមួយវេហានេះមិត្តភក្តិពីស្រុករៀនស្នាក់មួយគ្នាមិត្តភក្តិហើយធ្វើម៉េចដឹងថាវេហាធ្វើម៉េចបាននាំយើងទៅឲ្យស្គាល់គ្នានៅទីណាអត់វាបាននាំមកទៅម៉ែវាប្រាប់សួរម៉ែគេតាំងពីនៅយូរដែរសួរថាបាត់កូនតណាអសាហាទៅរៀនជាមួយគ្នាទៅបែបអស់ហើយចុះទៅមកយើងសើដឹងថាកូននឹងរៀននៅសាលាបណ្ដុះខ្មែរបាទទៅមកយើងដឹងថាក្មេងរៀននៅសាលាបណ្ដុះខ្មែរពួកក្មេងៗវាប្រាប់ថាកូននឹងរៀនសាលាបណ្ដុះខ្មែរណាក្មេងនៅពូនម្ដងស្គាល់រៀននៅបឋមសិក្សារៀននៅបឋមណាអាសាលាបឋមអាសាលាចឹងមុននឹងអូនឯងជំរងអូនឯងបានទៅភូមិសួរក្មេងៗនៅភូមិដល់ខ្ញុំសួរយូរហើយយូរហើយបាទខ្ញុំអត់ទៅប្រមចុះទៅមកបានយើងដឹងថាក្មេងនឹងរៀននៅកូនប៉ែនេះបាទយើងធ្វើម៉េចមានតំណែងមួយក្មេងនៅកប៉ែឆ្លងដល់វាដើរលេងនៅកប៉ែអត់តែបងឆ្លងនៅសាលាតំណាងដឹងម៉ែយើងដឹងយើងបានថាយើងឆ្លងមកចូលលុយនៅអីកន្លែងគាត់មកដល់លុយឃើញបាទឃើញថាខ្ញុំស្គាល់ចាស់ទីនឹងស្គាល់ហើយយើងចាប់តាមគ្នាបាទនៅពេលដែលយើងចាប់តាមក្មេងដឹងហើយយើងមានកំណត់ចាប់ពងណោអីជំរិតយកអីចុះមកមានកំណត់ចាប់ជំរិតយកលុយមានអ្នកបញ្ជាយើងនៅពីក្រោយខ្ញុំធ្វើតែបាទខ្ញុំបាទសូមបញ្ចប់អត្ថបទតែត្រឹមនេះហើយជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រដល់ Channel KTN របស់ខ្ញុំបាទតលកំហុសឆ្គងនេះដែលកើតឡើងដោយប្រការណាមួយក៏សូមមេត្តាខន្តីអភ័យទោសហើយកុំភ្លេច Subscribe Channel របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មានថ្មីៗបាទសូមអរគុណ